Police Proof nàyคือการโดนโมลและติบูมันcũng nhưคือการlogin ใน user បន្ទាប់មកទៅយើង command IP អីដើម្បីនិយាយ check មើល IP បន្ទាប់មកទៀតយើងធ្វើការបើកនៅ PowerShell ដើម្បី login ផ្សេងតទៅពីយើង login ចូល SX ហើយយើងធ្វើការ comment ដើម្បីឆែកនៅមើលនៅ CPU យើងធ្វើការ comment ls CPU បន្ទាប់ពីយើងធ្វើការ comment ចែកមើលនៅ CPU ហើយយើងធ្វើការ comment ចែកមើលនៅមើលតែម្ដងធ្វើការ comment នៅ free.h ដើម្បីឆែកមើល RAM តទៅពីយើង comment ឆែកមើល RAM ហើយយើងធ្វើការ comment នៅ ls blk ដើម្បីឆែកមើល block របស់ hard disk ឬ hard disk ឬក៏ USB ឬក៏ partition មួយបន្ទាប់មកទៀតយើងធ្វើការ comment នៅការ install htop បន្ទាប់មកទៀតយើងវាយនៅ comment sudo apt install htop ពេលដែលវា load ដល់អញ្ចឹងមានន័យថាវាបាន install រួចរាល់ហើយបន្ទាប់មកទៀតយើង comment htop ដើម្បីឆែកមើល RAM CPU តើវាកំពុងពិសេសយ៉ាងម៉េចបន្ទាប់មកទៀតយើងធ្វើការនៅ comment មួយទៀតដែល comment នៅ dm.h ដើម្បីឆែកមើលទំហំ hard disk ដែលនៅសល់បន្ទាប់ទៀតយើងធ្វើការ comment នៅ APKដើម្បីឆែកមើលនៅប្រព័ន្ធទាំងអស់ដែលเป็นការនៅព័ត៌មានរបស់វានៅក្នុង CV និងនៅបន្ទាប់មកទៀតយើង comment ពាក្យថា kill ដល់លេខ 9 ហើយនឹង ID របស់វាន័យថាយើងចង់បញ្ឈប់ process មួយណាមកវាដំណើរការនៅត្រង់នេះខ្ញុំអត់ឃើញទេខ្ញុំអាចខ្លាច error ចុងក្រោយយើងធ្វើការ comment នៅ sudo shutdown ដកកដើម្បី reboot ហើយយើងត្រូវចុចពីខាងណាក៏ដើម្បីឲ្យវា reboot ភ្លាមៗ